លំហាត់ទី5កគេឲ្យបង្ហាញថា x បូក y x គុណនឹង y x ការ៉េបូក y ការ៉េជាចំនួនពិតដោយយើងស្គាល់តម្លៃ x ប៉ុណ្នេះនិងតម្លៃ y ប៉ុណ្នេះបាន x បូក y ដែល x គឺ1លើ2បូកឲ្យឬ3លើ2i បូកឲ្យតម្លៃ y គឺ1/2ដកឬ3លើ2i យើងសម្រួលឬ3លើ 2i នេះចោលនៅសល់1លើ2បូកឲ្យ1លើ2វាស្មើ2លើ2សម្រួលទៅស្មើ1មួយទៀត x គុណនឹង y វាស្មើ1លើ2បូកឲ្យឬ3លើ 2i កត្តាឲ្យ1លើ2ដកឬ3លើ 2i ដោយសារវាជាកន្សោមឆ្លាស់គ្នាហើយមាន1លើ2ដូចគ្នានិងមានឬ3លើ 2i ដូចគ្នារីឯសញ្ញាមានបូកមានដកនោះយើងប្រើប្រាស់រូបមន្ត a ការ៉េដោយ b ការ៉េអញ្ចឹងយើងបាន1លើ2លើកជាការ៉េដកឬ3លើ 2i លើកជាការ៉េ1លើ2លើកជាការ៉េបាន1លើ4ឬ3លើកជាការ៉េបាន3 2លើកជាការ៉េបាន4 i លើកជាការ៉េបាន i ការ៉េ i ការ៉េស្មើដក1ហើយដកគុណជាមួយនឹងដកខាងមុខនេះបានបូកវិញបន្ទាប់មកយើងបូកចូលគ្នា3បូក1បាន4 4ចែក4បាន1ទី3 x ការ៉េបូកឲ្យ y ការ៉េយើងអាចសរសេរទៅជា x បូក y លើកជាការ៉េហើយដក2ដងនៃ x គុណឲ្យ y x បូក y យើងរកឃើញគឺ1ចឹងបាន1ការ៉េដក2 x គុណនឹង y គឺរកឃើញ1ដែរចឹងគុណឲ្យ1ការ៉េស្មើ1ដក2គុណនឹង1បាន2 1ដក2ស្មើដក1ដូចនេះយើងពិនិត្យឃើញថា x បូក y x គុណ y និង x ការ៉េបូកឲ្យ y ការ៉េគឺសុទ្ធសឹងតែជាចំនួនពិតទាំងអស់ខកំណត់ចំនួនពិត m ដែលយើងមានសមីការ x ការ៉េបូក mx បូក y ស្មើ0ប្រសិនបើយើងយក y ដែលយើងស្គាល់1លើ2ដកឲ្យឬ3លើ 2i នេះយកមកធ្វើនៅក្នុងសមីការមួយនេះវាអាចនឹងពិបាកដូច្នេះអ្វីដែលយើងត្រូវធ្វើយើងនឹងរកតម្លៃអក្សរ y នេះតាមរបៀបផ្សេងដែលតាក់ទងទៅនឹងសំណួរកដែលយើងស្គាល់អំពីតម្លៃទាំង3នេះដោយនៅក្នុងលំហាត់ខ្ទង់កយើងស្គាល់ថា x គុណឲ្យ y ស្មើ1ហើយនឹង x បូក y ក៏ស្មើ1ដែរឥឡូវនេះយើងនឹងទាញរក y ស្មើទៅនឹង1ដកឲ្យ x ហើយយើងតាំងវាដោយសមីការទី1និងសមីការទី2យើងយកសមីការទី2ជំនួសនៅក្នុងសមីការទី1ដែលយើងបាន x កត្តា y យើងប្ដូរទៅជា1ដកឲ្យ x ហើយស្មើ1យើងផលិតចូល x គុណនឹង1បាន x x គុណនឹងដក x បានដក x ការ៉េស្មើ1យើងរៀបតាមដឺក្រេចុះយើងបានដក x ការ៉េបូក x រុញ1មកខាងឆ្វេងបានដក1ស្មើ0យើងចែកអង្គទាំងពីរនឹងដក1យើងបាន x ការ៉េដក x បូក1ស្មើ0ឥឡូវនេះយើងពិនិត្យមើលនេះហើយនឹងអ្វីដែលយើងស្គាល់នេះវាមានលក្ខណៈដឺក្រេទី2ដូចគ្នាអញ្ចឹងយើងនឹងផ្ទឹមវាគឺដោយផ្ទឹមមេគុណត្រូវគ្នាគេបាន x ការ៉េយើងផ្ទឹមមួយ x ការ៉េហើយមេគុណរបស់ x យើងផ្ទឹមជាមួយនឹងមេគុណរបស់ x នោះបាន m ស្មើនឹងដក1ដូចនេះយើងទទួលបានតម្លៃ m គឺស្មើទៅនឹងដក1